សូមជម្រាបសួរពុកម៉ែបងប្អូននៅពេលនេះខ្ញុំបាទនឹងលើកយកតម្រុយឆ្នោតវៀតណាមម៉ោង 1:30 នាទីម៉ោង 4:30 នាទីម៉ោង 6:30 នាទីថ្ងៃទី1ខែតុលា ឆ្នាំ 2025 ដើម្បីមកចែកជូនពុកម៉ែបងប្អូនមុននឹងចូលដល់តម្រុយឆ្នោតខ្ញុំបាទសូមលើកយកតម្រុយឆ្នោតដែលបានឲ្យការពីម្សិលមិញដើម្បីមកទៀងទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 4:30 នាទីហើយនិងម៉ោង 6:30 នាទីតម្រុយដែលខ្ញុំបាទបានឲ្យគឺមានលេខ03 65 19 30គុតលេខអុកមាន2ខ្ទង់គឺអុកខ្ទង់0ហើយនិងអុកខ្ទង់6បន្តមកទៀតនេះខ្ញុំបាទនឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 1:30 នាទីគឺយើងត្រូវបានប៉ុស A គឺ64គឺត្រូវលេខអុកបន្តមកទៀតគឺយើងត្រូវបានប៉ុស C គឺ62ត្រូវលេខអុកតម្រុយខ្ញុំបាទបានឲ្យលេខ65សរុបម៉ោង 1:30 នាទីគឺយើងត្រូវបាន2គ្រាប់បន្តមកទៀតនេះខ្ញុំបាទនឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 4:30 នាទីម៉ោង 4:30 នាទីគឺយើងត្រូវបានប៉ុស O គឺ07គឺត្រូវលេខអុកបន្តមកទៀតគឺយើងត្រូវបានប៉ុស B គឺ67គឺត្រូវលេខអុកបន្តមកទៀតគឺយើងត្រូវបានប៉ុស D គឺ66គឺត្រូវលេខអុកសរុបម៉ោង 4:30 នាទីគឺយើងត្រូវបាន3គ្រាប់បន្តមកទៀតនេះខ្ញុំបាទនឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 6:30 នាទីម៉ោង 6:30 នាទីគឺយើងត្រូវបានប៉ុស A គឺ60គឺត្រូវលេខអុកតមកទៀតគឺយើងត្រូវបានប៉ុស C គឺ36គឺត្រូវចូលខ្ទង់សរុបម៉ោង 6:30 នាទីគឺយើងត្រូវបាន2គ្រាប់បន្តមកទៀតនេះខ្ញុំបាននឹងលើកយកតម្រុយសម្រាប់ថ្ងៃទី1ខែតុលា ឆ្នាំ 2025 ដើម្បីមកចែកជូនពុកម៉ែបងប្អូនដើម្បីចាក់ផ្សងសំណាងតម្រុយគឺមានលេខ27 92 67 07លេខអុកមាន2ខ្ទង់គឺអុកខ្ទង់20ហើយនិងអុកខ្ទង់9សូមពុកម៉ែបងប្អូនជួយ Subscribe ហើយនិងសញ្ញាមេដៃចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗដែលខ្ញុំបានចេញជារៀងរាល់ថ្ងៃសូមជូនពរសម្រាប់ពុកម៉ែបងប្អូនមានសំណាងល្អគ្រប់គ្រងគ្រួសារបើសិនជាពុកម៉ែបងប្អូនមានចម្ងល់អ្វីមួយចង់សាកសួរសូមខមមិននៅខាងក្រោមសូមអភ័យទោសចំពោះការខុសឆ្គងដោយអចេតនាណាមួយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត